ថ្ងៃនេះជាថ្ងៃដ៏ពិសេសវិសាលណាស់ដែលវិទ្យាស្ថានជាតិសង្គមកិច្ចសហការជាមួយវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយនិងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពីការបន្ស៊ាំនិងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផុសតាំងមូលដ្ឋានពីតំបន់ឆ្នេរនៃប្រទេសកម្ពុជាសូមគោរពអនុញ្ញាតឯកឧត្តមលោកជំទាវគណៈអធិបតីនិងអង្គពិធីទាំងមូលចាប់ផ្ដើមកម្មវិធីដូចតទៅក្នុងនាមខ្ញុំបាទជាម្ចាស់ផ្ទះវិទ្យាសាស្ត្រជាតិសង្គមកិច្ចនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិលោកគ្រូអ្នកគ្រូលោកមេឃុំចៅសង្កាត់បងប្អូនប្រជាពលរដ្ឋនិងនិស្សិតទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងការសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពីការបន្ស៊ាំនិងបម្រែបម្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ភស្តុតាងមូលដ្ឋានពីតំបន់ឆ្នេរនៃប្រទេសកម្ពុជានាពេលនេះដំណោះស្រាយដ៏ទូលំទូលាយមួយសម្រាប់ការបន្ស៊ាំបម្រែបម្រួលអាកាសធាតុគឺជាតម្រូវការចាំបាច់លើសពីកម្មវិធីគាំពារសង្គមគ្រួសារក្រីក្រត្រូវការជំនួយផ្នែកហិរញ្ញវត្ថុជំនួយសង្គមកិច្ចសេដ្ឋកិច្ចនិងការទទួលបានធនធានធម្មជាតិសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃយុទ្ធសាស្ត្របន្ស៊ាំអាកាសធាតុប្រកបដោយប្រសិទ្ធភាពគួរពិចារណាលើបរិបទសេដ្ឋកិច្ចសង្គមរួមទាំងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៅធនធានធម្មជាតិដូចជាជលផលព្រៃឈើទឹកជាដើមI'm delighted to welcome you all to this important dissemination workshop on the research findings from the study titled Climate Change Adaptation Through Cash Transfer, Empirical Evidence from Coastal Cambodia, organized by the National Institute of Social Affairs, NISA, in collaboration with Advocacy and Policy Institute, API, and the Fisheries Action Coalition team, VACT. As we all know, climate change poses one of the most significant challenges of our time, affecting the livelihoods, health and well-being of millions of people around the world. And here in Cambodia, the effects are palatable, particularly for the vulnerable households living in coastal areas who are at the front line of rising sea levels, changing weather patterns, and increasing natural disasters. It is in this context that the research our partners are sharing today takes on a very profound importance. The study by NISA, API, and FACT not only highlights that the vulnerabilities the coastal communities face, but also explores some innovative solutions through cash transfer programs aimed at enhancing climate change adaptation. By providing empirical evidence, we can better understand how financial support can empower communities to adapt and build resilience in the face of climate challenges. សិក្ខាសាលានៅថ្ងៃនេះគឺមានសារៈសំខាន់ណាស់ដើម្បីយើងផ្សព្វផ្សាយអំពីលទ្ធផលនៃការចុះទៅធ្វើការសិក្សាការបន្ស៊ាំដែលមានដៃគូសហការយើងចុះធ្វើការងារដូចជាវិទ្យាស្ថានជាតិសង្គមកិច្ចដូចវិទ្យាស្ថានស្ទូមតិបង្ហាញជូនទៅដល់បងប្អូនយើងទាំងអស់អំពីលទ្ធផលថាតើការបំរែបំរួលនៃការបន្ស៊ាំនេះវាមានសារៈសំខាន់ប៉ុណ្ណារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាបានបន្តចក្ខុវិស័យវែងឆ្ងាយនិងជាយុទ្ធសាស្ត្រលើវិស័យសង្គមកិច្ចដែលបានកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានប្រសិទ្ធភាពនិងចីរភាពដើម្បីបម្រើដល់គោលនយោបាយទប់ស្កាត់ភាពក្រីក្រភាពងាយរងគ្រោះវិសមភាពនិងរួមចំណែកដល់ការបន្ស៊ាំរបស់ប្រជាពលរដ្ឋទប់ទល់នឹងវិបត្តិផ្សេងៗរហូតមកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានធ្វើសមាហរណកម្មកម្មវិធីជំនួយទាំងនេះឲ្យមកជាកម្មវិធីតែមួយគឺកម្មវិធីជាតិជំនួយសង្គមនិងកញ្ចប់គ្រួសារដែលបានដាក់ឲ្យដំណើរការចាប់ពីខែមេសាឆ្នាំ2024តាមរយៈអនុក្រឹត្យលេខ272 អនក្របកចុះថ្ងៃទី29ខែធ្នូ2023កម្មវិធីជំនួយសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុខភាពសង្គមជាមូលដ្ឋានរបស់គ្រួសារក្រីក្រនិងងាយរងហានិភ័យហើយក៏បានចូលរួមចំណែកដល់ការកសាងនូវភាពធន់និងកាត់បន្ថយហានិភ័យពីវិបត្តិសង្គមនិងបម្រែបម្រួលអាកាសធាតុខ្ញុំសូមប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្ដីពីការសិក្សាស្រាវជ្រាវ
ការបន្សាំនិងបំរែបំរួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសត្វប្រាក់ចាប់ពីពេលនេះតទៅសូមអរគុណបំរែបំរួលអាកាសធាតុបង្កឲ្យមានគ្រោះថ្នាក់និងការគំរាមកំហែងដល់មនុស្សសត្វនិងធនធានធម្មជាតិដែលមាននៅក្នុងដីយើងក៏លេងថាបើសិនជាគាត់មានព្យុះតែយើងសម្របគាត់យ៉ាងម៉េចដោយសារតែភាគច្រើនគាត់ពឹងផ្អែកទៅលើនេសាទអញ្ចឹងតែយើងសម្របជាមួយនឹងព្យុះយ៉ាងម៉េចយើងមិនអាចទៅទប់ព្យុះបានហើយក៏មិនអាចទៅតតាំងជាមួយព្យុះតែរឿងដែលយើងធ្វើក្នុងទស្សនវិជ្ជាដែលរដ្ឋាភិបាលឬក៏ប្រជាពលរដ្ឋលោកធ្វើការបន្ស៊ាំហ្នឹងគឺធ្វើម៉េចឲ្យសមត្ថភាពគ្រួសារហ្នឹងក៏មានលទ្ធភាពទប់ទល់ទៅនឹងវិបត្តិហ្នឹងបានបាទมันអាចសង់ផ្ទះទប់ទល់មិនឲ្យព្យុះបក់ដួលបានទាំងស្រុងទេប៉ុន្តែរដ្ឋាភិបាលគិតថាយើងឬក៏គ្រួសារនីមួយៗគាត់គិតថាធ្វើម៉េចអាចមានលទ្ធភាពឧទាហរណ៍បើសិនជាទឹកជំនន់ធ្វើអីមិនកើតគាត់មានថវិកានៅក្នុងខ្លួនមានស្បៀងសម្រាប់ហូបខ្ញុំគិតថានេះគឺជាសមត្ថភាពបន្ស៊ាំខ្លាំងរបស់ប្រជាពលរដ្ឋហើយខ្ញុំគិតថានេះគឺជាសមត្ថភាពបន្ស៊ាំខ្លាំងរបស់ប្រជាពលរដ្ឋហើយអញ្ចឹងការប្រែប្រួលអាកាសធាតុគឺមានផលប៉ះពាល់ទាំងអ្នកមានទាំងអ្នកក្រទាំងប្រទេសអ្នកមានទាំងប្រទេសអ្នកក្រគ្រាន់តែថាកម្រិតនៃភាពងាយរងគ្រោះគឺផ្សេងគ្នាអ្នកដែលធ្លាប់ចេញទៅប្រកបរបរការងារហ្នឹងទៅចែកគ្នានៅតុមិញថាដឹងហើយថាពេលខ្លះដឹងហើយថាព្យុះប៉ុន្តែបើអត់ទៅអត់ហ៊ានបន្ថយអត់មានអីញ៉ាំហើយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារគឺជាកម្មវិធីថ្មីមួយដែលមានអិរិយាបថជាកម្មវិធីអចិន្ត្រៃយ៍និងប្រក្រតីជាទីបញ្ចប់ខ្ញុំសូមជូនពរអាយដាមលោកជំទាវលោកស្រីនិងភាពកិត្តិយសទាំងអស់សូមជួបនៅពិតពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំអីគ្លៀងគ្លាឡើយខ្ញុំបានសូមប្រកាសបិទវេទិកានៃអង្គពិធីទាំងមូលនាពេលនេះសូមអរគុណ